นี่คือเรื่องสำคัญสำหรับประชาชนខ្មែរយើងគួរតែដឹងឮតែតងពីបញ្ហា MOU 43ដែលនៅរសៀលថ្ងៃទី24ខែ3 2026យើងនេះនៅខាងប្រទេសថៃគឺមានការប្រជុំប្រសិទ្ធភាពតែតងពីការលុប MOU 43ហើយនៅក្នុងការប្រជុំនោះដែរលោកសមាជិកប្រសិទ្ធភាពនុកផាដុលអ៊ីណាប្រធានគណៈកម្មាធិការពិសេសដែលសិក្សាពីគុណសម្បត្តិនិងគុណវិបត្តិនៃការលុប MOU អនុសារណៈយោគយល់គ្នាឆ្នាំ2000និង2021សមាជិកប្រសិទ្ធភាពបានរិះគន់យ៉ាងខ្លាំងចំពោះអនុសារណៈនៃការយោគយល់គ្នា MOU 43ដោយអះអាងថាវាត្រូវបានចាត់ទុកជាមោឃៈពីព្រោះគណៈរដ្ឋមន្ត្រីមុនគ្រាន់តែទទួលស្គាល់វាប៉ុន្តែមិនបានអនុម័តវានោះទេហើយវាមិនត្រូវបានពិចារណាដោយសភានោះឡើយទោះបីជាកិច្ចព្រមព្រៀងនេះមានផលវិបាកសម្រាប់ប្រទេសថៃយ៉ាងណាក៏ដោយក៏ប្រទេសថៃគេនៅតែប្រកាន់ភ្ជាប់ក្នុងការលុប MOU 43នេះដូច្នេះបន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់និងទូលំទូលាយដោយគណៈកម្មាធិការពិសេសដោយផ្ដល់អាទិភាពដល់ផលប្រយោជន៍របស់ជាតិនិងប្រជាជនរបស់ខ្លួននិងធានាថាការលះបង់របស់ទាហានរបស់យើងមិនអត់ប្រយោជន៍នោះទេគណៈកម្មាធិការបានយល់ព្រមជាឯកច្ឆន្ទក្នុងការលុប MOU អនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ទោះបីជាគ្មានអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ក៏ដោយក៏ប្រទេសថៃនៅតែរឹងមាំក្នុងការតាំងចិត្តរបស់ខ្លួនលោកនុកផាដុនបាននិយាយទៀតថាដើម្បីបន្តការចរចាដោយសន្តិវិធីជាមួយកម្ពុជាតាក់ទងនឹងព្រំដែនគោលអចិន្ត្រៃយ៍ហើយគេបាននិយាយជាមួយនឹងការលុប MOU នេះគឺគេមានហេតុផលរហូតដល់6យ៉ាងប៉ុន្តែអ្វីដែលសំខាន់នោះគឺគេបានចោទប្រកាន់មកខាងខ្មែរយើងថាបានរំលោភបំពានទឹកដីថៃជារឿយៗពីសំណាក់ប្រទេសកម្ពុជានេះគឺជាចំណុចសំខាន់ដែលគេបានលើកយកមកដាក់ជាហេតុផលក្នុងការលុប MOU 43នេះអញ្ចឹងពួកយើងជាប្រជាជនខ្មែរគ្រប់រូបគួរតែដឹងពីបញ្ហារវាង MOU នេះពីព្រោះ MOU 43គឺបានសញ្ញាទទួលដឹងឮនិងព្រមទទួលស្គាល់ទាំងទ្វេភាគីហើយពួកចៅប្រៃសៀមនេះវាចង់លុបដោយឯកតោភាគីគឺមិនបាននោះឡើយហើយយើងក៏នឹងចាំស្ដាប់និងចាំមើលការធ្វើការរបស់ថ្នាក់ដឹកនាំឬការដោះស្រាយយ៉ាងណាជាមួយនឹងខាងពួកសៀមពីព្រោះខ្ញុំជឿជាក់ថាការធ្វើការរបស់លោកគាត់មានការវៃឆ្លាតខ្លាំងណាស់ក្នុងការរៀបចំទប់ទល់ជាមួយនឹងសត្រូវដែលកំពុងឈ្លានពានលើដីខ្មែរយើងនេះការជឿជាក់លើការធ្វើការរបស់ថ្នាក់ដឹកនាំខ្មែរយើងនឹងនាំភាពជោគជ័យមកដល់ប្រទេសជាតិពីព្រោះឥឡូវនេះពួកចៅប្រៃសៀមកំពុងតែរកស្នៀតក្នុងការបង្កសង្គ្រាមលើកទី3និងចៅប្រកាន់មកឲ្យយើងខ្លាយជាជនដែលមានកំហុសក្នុងផ្នែកអន្តរជាតិដោយសារតែលើកទី2នេះប្រទេសចៅប្រៃសៀមខ្លាយជាជនដែលឈ្លានពានទឹកដីយើងយ៉ាងពេញទំហឹងនិងខុសច្បាប់អន្តរជាតិសម្រាប់ការដែលវាឈ្លានពានដីនិងផ្ទះសម្បែងរបស់ប្រជាជនខ្មែរយើងរាប់ម៉ឺនគ្រួសារនេះគឺជារឿងមួយដែលខុសជាមួយនឹងទោសឧក្រិដ្ឋកម្មសង្គ្រាមបងប្អូនអរគ្នាយើងចាំមើលតទៀតថាសៀមវាកំពុងតែលេងផ្លូវណាហើយនឹងខ្ញុំនឹងព្យាយាមយកព័ត៌មានសំខាន់ពីប្រទេសវាយកមកចែកជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងគូក៏ឌូข่าวในประเทศพวกมึงเนาะនេះកំឡុងจะលុប MOU C3CC ใช่ไหมแล้วไอ้การที่จะลบMOU C3CC มันไม่ง่ายเหมือนพวกมึงคิดนะเพราะว่ามันต้องยอมรับทั้งสองฝ่ายแล้วกูก็จะนั่งดูว่าพวกมึงจะคิดแบบไหนแล้วการที่พวกมึงจะลบ MOU โดยตัวพวกมึงฝ่ายเดียวอ่ะมันจะมีการเกิดขึ้นอะไรในประเทศพวกมึงพวกกูก็นั่งรอดูว่าพวกมึงจะทำให้ประเทศพวกมึงอ่ะไปอยู่ในจุดไหนลังที่พวกมึงลบ MOU C3CC แล้วโชคดีนะระวังพาประเทศตัวเองไปหาจุดที่ให้กันนะ